តិចបើសិនណាយើងមិនបាត់បាំងទេប្រៀបយើងនឹងអាចឈឺគ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្មីត្បិតតាប្រៀបមិនសូវជាឈឺដូចមាន់ប៉ុន្តែយ៉ាងណាក៏វាក៏ជាសត្វដែរយើងដល់ខែតិចហើយយើងត្រូវតែមានការបាត់បាំងដើម្បីកុំឲ្យប្រៀបយើងឈឺបងប្អូនlike ដើម្បីលើកទឹកចិត្តហើយ comment ដើម្បីសាកសួរអំពីព័ត៌មានចិញ្ចឹមប្រៀបហើយនឹង subscribe ដើម្បីបានវីដេអូថ្មីបងប្អូនអំពីអ្នកចិញ្ចឹមប្រៀបដល់ខែតិចអញ្ចឹងបងប្អូនបន្លោះណាដែលមានខ្យល់ចេញចូលខ្លាំងយើងត្រូវតែបិទបាំងកុំឲ្យប្រៀបយើងវាត្រូវអាកាសធាតុតិចខ្លាំងពេកយើងត្រូវបន្ថែមចំណីឲ្យវាស៊ីឲ្យបានច្រើនជាងមុនបងប្អូនបើសិនណាវាយើងឃើញប្រៀបណាសង្កុករួញកយើងចាប់វាបំបែកចេញពីគេយកមកដាក់ត្រង់មកកន្លែងដែលមានកម្ដៅมันមានខ្យល់អាកាសធាតុត្រជាក់ហើយយើងត្រូវតែចាក់ថ្នាំវាដើម្បីព្យាបាលហើយឲ្យវាស៊ីឲ្យបានច្រើនជាងគេជាពិសេសកូនប្រៀបបងប្អូនវាត្រូវការកម្ដៅយើងត្រូវតែដាក់អំពូលខ្លះនៅក្នុងទ្រុងដើម្បីឲ្យកូនប្រៀបយើងទទួលកម្ដៅតិចដើម្បីកុំឲ្យវាត្រជាក់ពេកវានឹងអាចឈឺចំពោះសំបុកមេបាពងវិញយើងត្រូវតាបន្ថែមចំបើងឬមួយក៏កណាត់អីហ្នឹងឲ្យវាក្រាស់បងប្អូនដើម្បីឲ្យវាត្រជាក់កុំឲ្យពងវាត្រជាក់ដើម្បីឲ្យពងវាមានកម្ដៅល្អហើយនឹងវាញាស់បានល្អពេលដែលយើងបិទបាំងត្រង់បងប្អូនមិនឲ្យផប់ចិត្តពេកទេណាបងប្អូនត្រូវតែមានខ្យល់ចេញចូលដែរយើងអាចបិទពីជើងមើលប្រភពណាដែលខ្យល់ចេះចូលខ្លាំងយើងបិទមកហើយពីលើយើងអាចច្បដើម្បីឲ្យវាខ្យល់ចេញចូលទៅបានខ្លះកុំឲ្យហោះពេកហើយនឹងត្រង់ប្រៀបយើងត្រូវតែមានការសម្អាតបងប្អូនពេលណាយើងបិទចិត្តទៅវាមានក្លិនមានអីចឹងទៅវាធ្វើឲ្យប្រៀបយើងផ្ដាសាយនឹងឈឺឆាប់ដែរអញ្ចឹងយើងត្រូវតែសម្អាតមួយអាទិត្យម្ដងមួយក៏ពីរដងអីមកហើយនៅក្នុងទឹកហ្នឹងគឺយើងត្រូវដាក់បន្ថែមវីតាមីនមួយអាទិត្យម្ដងហើយយើងថែមបាល់អីតិចចឹងទៅបងប្អូនដើម្បីឲ្យប្រៀបយើងមានកម្ដៅអញ្ចឹងបងប្អូនចំពោះតប្រៀបឈឺវិញហើយយើងត្រូវតែព្យាបាលបងប្អូនទៅទិញតាថ្នាំកន្លែងទីពេទ្យសัตว์ហើយយើងប្រាប់អាការៈរបស់ប្រៀបយើងទៅប៉ុន្តែប្រៀបសម្រាប់តានៅរដូវនេះវាមានតែល្ងាហើយរួញកឈឺផ្ដាសាយវាអត់ស៊ីចំណីចឹងបើសិនណាយើងទុកយូរមើលមិនតាន់តាមួយថ្ងៃពីរថ្ងៃ3ថ្ងៃហ្នឹងប្រៀបយើងវានឹងអាចស្មូតហើយបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវធ្វើពេលដែលឃើញប្រៀបយើងសង្កប់រួញកបែកចេញពីគេមិនសូវហោះហើរអីហ្នឹងអញ្ចឹងយើងចាប់ផ្ដើមចាប់វាយកមកព្យាបាលហើយដាក់ត្រង់ផ្លែពីគេមកបងប្អូនអរគុណច្រើនបងប្អូនដែលតាមដានតាំងពីដើមដល់ចប់សូមឲ្យបងប្អូនសុខភាពល្អនិងសំណាងល្អគ្រប់វេលាបងប្អូន